តោះបងប្អូនអ្នកខេត្តសៀមរាបក៏ដូចជាបងប្អូនមួយចំនួនដែលមកពីបណ្ដាខេត្តផ្សេងៗក៏ដូចជាមកពីរាជធានីភ្នំពេញបើសិនជាបងប្អូនបានមកលេងខេត្តសៀមរាបហើយចង់ញ៉ាំនៅបញ្ចុកទឹកប្រហុករសជាតិដើមរបស់អ្នកសៀមរាបក៏ដូចជាអាហារថ្ងៃត្រង់ឆ្ងាញ់ជាច្រើនមុខខ្ញុំសូមណែនាំកន្លែងមួយនេះដែលកន្លែងមួយនេះមានឈ្មោះថានំបញ្ចុកទឹកប្រហុករសជាតិខ្មែរគ្រាន់តែខ្ញុំបានមកដល់ហាងភ្លាមឃើញថាបរិយាកាសរបស់គេគឺគេរៀបចំបានល្អខ្លាំងមែនទែនមានរុក្ខជាតិមានផ្កាមានការតុបតែងលម្អបន្ថែមពីលើទៀតហើយហាងរបស់គេក៏មានការរៀបចំតុបតែងលម្អបែបខ្មែរយើងផងដែរបើនិយាយអំពីការស្វាគមន៍របស់បុគ្គលិកនៅក្នុងហាងគេគឺពិតជារស់រាយខ្លាំងមែនទែនដល់ពេលដែលយើងមកដល់គឺមិនបាច់ភ័យទេគឺបុគ្គលិករបស់គេគឺចាំស្វាគមន៍យើងចាំទទួលយើងសួរនឹមយើងហើយនឹមយើងទៅកន្លែងអង្គុយតែម្ដងទិដ្ឋភាពនៅក្នុងហាងរបស់គេពិតជាធំហើយស្រស់ស្អាតហ្មងអញ្ចឹងបងប្អូនដែលបានមកញ៉ាំអីនៅទីនេះមានត្រឹមតែបានញ៉ាំនំបញ្ចុករសជាតិដើមក៏ដូចជាអាហារថ្ងៃត្រង់រសជាតិបែបខ្មែរឆ្ងាញ់នោះទេបងប្អូនក៏អាចដើរមើលនិងដើរថតរូបជាមួយនឹងប្លង់ស្អាតជាច្រើននៅក្នុងហាងរបស់គេបានដូចគ្នាបើរបៀបនៃការធ្វើនំបញ្ចុកនៅទីនេះគឺខ្ញុំពិតជាពេញចិត្តដោយសារតែគេធ្វើចេញមកគឺថ្មីតែម្ដងដោយសរសៃនំបញ្ចុកអញ្ចឹងគឺគេរយក្តៅថ្មីតែម្ដងអញ្ចឹងពេលដែលភ្ញៀវញ៉ាំទៅគឺសរសៃនំបញ្ចុកហ្នឹងគឺទន់ហើយឆ្ងាញ់នំបញ្ចុកទឹកប្រហុកអ្វីដែលខ្វះមិនបានគឺត្រីដណ្ដែងអាំងនឹងអញ្ចឹងដល់ពេលដែលយើងញ៉ាំបន្ទាប់ជាមួយនឹងត្រីដណ្ដែងអាំងក្តៅហ្នឹងគឺកាន់តែឆ្ងាញ់ថែមទៀតបងប្អូនហើយត្រីដណ្ដែងវិញគឺគេអាំងថ្មីក្តៅនៅលើចង្ក្រានតែម្ដងក្រៅពីត្រីដណ្ដែងអាំងគេក៏មានបន្ថែមជាមួយនឹងសាច់ជ្រូកបីចិនពោះគោខ្យងប្រហិតត្រីចៀននិងមានបន្លែស្ពៃក្តោបសណ្តែកបដោផ្កាខាត់ណាតកួនហើយនិងផ្ទីជាដើមដោយសារតែបងស្រីម្ចាស់ហាងជាអ្នកខេត្តសៀមរាបអញ្ចឹងហើយរូបមន្តនៃការធ្វើទឹកប្រហុករបស់គាត់គឺជារសជាតិដើមរបស់អ្នកសៀមរាបហើយរសជាតិទឹកប្រហុកនិងទឹកជ្រលក់ដែលយើងនឹងត្រូវញ៉ាំជាមួយនឹងនំបញ្ចុកគឺមានរហូតដល់7មុខអញ្ចឹងបើសិនជាបងប្អូនចង់ញ៉ាំរសជាតិណាក៏បានដែរឥឡូវបងគឺកំពុងតែរៀបចំឈុតនំបញ្ចុកសម្រាប់ពួកខ្ញុំហើយបើសិនជាបងប្អូនមកគ្នាច្រើននេះបងប្អូនអាចយកឈុតធំបានតែបើសិនជាបងប្អូនទាំងអស់គ្នាមកគ្នាតិចតួចអញ្ចឹងមានឈុតតូចនិងឈុតកណ្ដាលផ្សេងទៀតហើយខាងគាត់ក៏មានឈុតសម្រាប់អ្នកស៊ីងកដូចគ្នាអញ្ចឹងបើសិនជាបងប្អូនដែលមកតែឯងអញ្ចឹងបងប្អូនក៏អាចចូលមកញ៉ាំនំបញ្ចុករសជាតិទឹកប្រហុកម្ចាស់ដើមនៅនឹងបានដូចគ្នាហើយនៅនឹងមានបុគ្គលិកច្រើនហើយសេវាកម្មគេក៏រហ័សរហួនផងដែរហើយឥឡូវនេះគឺដល់ពេលដែលពួកខ្ញុំគឺត្រូវមកភ្លក់រសជាតិនំបញ្ចុកទឹកប្រហុករសជាតិដើមក៏ដូចជាម្ហូបមួយចំនួនដែលពួកខ្ញុំបានកំងក្រៅពីនំបញ្ចុកទឹកប្រហុកម្ហូបរបស់គាត់នៅនឹងគឺមានច្រើនមុខខ្លាំងមែនទែនជាពិសេសគឺម្ហូបខ្មែរយើងគឺមានសឹងតែគ្រប់មុខតែម្ដងអញ្ចឹងបងប្អូនអាចជ្រើសរើសនៅម្ហូបឆ្ងាញ់ជាច្រើនទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនបាននំបញ្ចុកទឹកប្រហុកគឺជាមេនុយមួយដែលល្បីជាងគេនៅក្នុងហាងរបស់គាត់ភ្ញៀវជាច្រើនដែលបានមកទីនេះគឺតែងតែចង់ភ្លក់ចង់សាកល្បងជាមួយនឹងរសជាតិនំបញ្ចុកទឹកប្រហុករសជាតិដើមរបស់អ្នកសៀមរាបដោយពួកខ្ញុំអញ្ចឹងគឺខ្ញុំមកទីនេះដើម្បីញ៉ាំអាហារថ្ងៃត្រង់ទេប៉ុន្តែបើឃើញមេនុយនំបញ្ចុកហើយគឺត្រូវតែកំងញ៉ាំសិនបន្ទាប់ពីញ៉ាំនំបញ្ចុកអស់ម្នាក់មួយចានឥឡូវនេះគឺចូលមកដល់វាញ៉ាំម្ហូបជាមួយនឹងបាយថ្ងៃត្រង់និយាយពីថាមិនដុតនឹងវិញគឺឆ្ងាញ់ហ្មងបងប្អូនអញ្ចឹងពេលដែលយើងញ៉ាំមិនដុតនឹងជាមួយនឹងច្រកប្រហុកអង្ក្រងនឹងគឺអេហ្មងខ្ញុំពិតជាចូលចិត្តរសជាតិប្រហុកអង្ក្រងរបស់គាត់នៅទីនេះខ្លាំងមែនទែនហើយច្រកម្រេចនឹងទឹកត្រីកោះកងរបស់គាត់ក៏ឆ្ងាញ់ដូចគ្នាដល់ថាខ្ញុំចូលចិត្តប្រហុកអង្ក្រងនឹងជាងពេលដែលយើងកំងមិនដុតគឺគាត់មាន free ជាមួយនឹងឆាតកូនប្រេងខ្យងគ្រឿងក្នុងមិនដាក់យើងបន្ថែមពីលើបើមុខម្ហូបក្រូចអំពងនេះវិញគឺពិតជាឆ្ងាញ់ហ្មងបងប្អូនទាំងអស់គ្នាខ្ញុំបានកំងក្រូចអំពងបើម្ទេសហើយដល់ពេលដែលឆ្អិនគឺថារសជាតិគឺល្មមឆ្ងាញ់ហ្មងហើយមានអាជាតិហឹរតិចអញ្ចឹងបងប្អូនទាំងអស់គ្នាអាចសាកល្បងភ្លក់រសជាតិម្ហូបក្រូចអំពងនេះបានគឺពិតជាឆ្ងាញ់ហើយនេះវិញគឺជាសម្លប្រហើរត្រីឆ្អើររសជាតិបែបអ្នកសៀមរាបតែម្ដងហើយដល់ពេលយើងដាក់ចូលមាត់ទៅគឺឆ្ងាញ់ហ្មងរសជាតិវិញគឺប្រហើរក្រអូបហើយបន្លែរបស់គេគឺមានច្រើនមុខហើយថ្ងៃនេះខ្ញុំក៏បានកំងម្ហូបអាម៉ុកត្រីដូចគ្នាដោយសារតែអាម៉ុកយើងដឹងថាវាគឺជាម្ហូបបែបប្រពៃណីខ្មែរយើងដែលយើងតែងតែណែនាំឲ្យភ្ញៀវបរទេសជាច្រើនបានសាកល្បងជាមួយនឹងម្ហូបអាម៉ុកមួយនេះចំពោះរសជាតិអាម៉ុកនៅនឹងវិញគឺខ្ញុំឲ្យបន្ទុក9លើ10ហ្មងខ្ញុំពិតជាចូលចិត្តបរិយាកាសនៅនឹងដោយសារតែនៅទីនេះគឺមានកញ្ចក់សម្រាប់អង្គុយជាច្រើនហើយកញ្ចក់នីមួយគឺដាច់ដោយឡែកពីគ្នាអញ្ចឹងហើយបើសិនជាយើងទៅជាលក្ខណៈគ្រួសារមិត្តភ័ក្តិបងប្អូនគឺយើងមានភាពចែកជនរបស់ពួកយើងនៅលើកញ្ចក់នីមួយគឺសុទ្ធតែមានរឹងអញ្ចឹងនៅពេលដែលយើងញ៉ាំអាហារថ្ងៃត្រង់រួចគឺយើងអាចដេកសម្រាកកាយនៅលើនឹងបានដូចគ្នាហើយបងប្អូនទាំងអស់គ្នាកុំភ័យនៅពេលដែលបងប្អូនមកបារម្ភថាកន្លែងលោអត់មានកន្លែងអង្គុយទៅពិតនៅនឹងគឺគេបានបន្ថែមកញ្ចក់ជាច្រើនអញ្ចឹងដល់ពេលដែលបងប្អូនមកគឺមិនខ្វះទេកញ្ចក់ដែលអាចឲ្យបងប្អូនអង្គុយបានហើយបើសិនជាបងប្អូនមកជាលក្ខណៈធីមការងារដែលមានគ្នាចំនួនច្រើនចាប់ពី20ទៅ50នាក់នោះគេក៏មានកន្លែងដែលដាក់ឲ្យបងប្អូនទាំងអស់គ្នាអង្គុយញ៉ាំអាហារបានយ៉ាងស្រួលដូចគ្នាក្រៅពីនំបញ្ចុកទឹកប្រហុករសជាតិដើមក៏ដូចជាម្ហូបកំងនោះនៅទីនេះគេក៏មានហាងកាហ្វេមួយដែរអញ្ចឹងបងប្អូនដែលចូលចិត្តញ៉ាំកាហ្វេបងប្អូនក៏អាចមកសាកល្បងរសជាតិកាហ្វេនៅហាងនេះបានដូចគ្នាឬមួយក៏បងប្អូនទាំងអស់គ្នាអាចកំងឲ្យគេយកទៅឲ្យដល់កញ្ចក់ក៏បានដែរហើយបន្ទាប់ពីពួកខ្ញុំបានញ៉ាំនំបញ្ចុកទឹកប្រហុកក៏ដូចជាញ៉ាំអាហារថ្ងៃត្រង់រួចពួកខ្ញុំក៏បានកំងក្រែមដងជាមួយនឹងទឹកកកជុំមកញ៉ាំដូចគ្នាចំពោះទីតាំងហាងនំបញ្ចុករសជាតិខ្មែរនេះវិញគឺមានទីតាំងនៅជិតនឹងផ្សារផ្លូវ60ម៉ែត្រខេត្តសៀមរាបដែលគេទើបតែនឹងសាងសង់ថ្មីហើយនៅក្នុងវីដេអូនេះវិញគឺខ្ញុំមានតែប៉ុណ្្នឹងទេដើម្បីជែកជូនឲ្យបងប្អូនទាំងអស់គ្នាបានស្គាល់ពីហាងនំបញ្ចុកទឹកប្រហុករសជាតិដើមរបស់អ្នកខេត្តសៀមរាបយើង